បាទសួស្តីបងប្អូនបាទចំពោះអ្នកដែលចង់បង់លុយភ្លើងបាទមិនចាំបាច់ទៅបង់កន្លែងផ្ទាល់ហើយមាន ACDDA ឥឡូវនៅស្រុកម៉ាឡៃបើជើនេះមិនថានៅស្រុកម៉ាឡៃទេហើយតែនៅតាមស្រុកណាដែលគេអាចបង់ភ្លើងតាម AC បានហើយគេនឹងជួលដំណឹងហើយយើងអាចបង់ភ្លើងបានណាតាម AC អញ្ចឹងក្នុងការបង់បាទបងប្អូនគឺត្រូវតែមានលេខកូដបាទណាលេខកូដរបស់ភ្លើងរបស់យើងកូដភ្លើងរបស់យើងហ្នឹងបាទហើយលេខកូដហ្នឹងគឺមាននៅលើបាទกระดาษហ្នឹងតែម្ដងបាទនៅក្នុងនេះបាទណាអញ្ចឹងបងប្អូនអាចមើលនៅក្នុងនេះគឺกระดาษភ្លើងរបស់ខ្ញុំបន្ទាប់ពីបងប្អូនមើលលេខកូដដែលមានហើយបន្ទាប់ពីបងប្អូនបានមើលលេខកូដហ្នឹងហើយបាទដឹងពីលេខកូដហ្នឹងហើយឲ្យមើលតម្លៃបាទឥឡូវតម្លៃរបស់ខ្ញុំហ្នឹងគឺនៅក្នុងភ្លើង16000បាទ800អញ្ចឹងក្នុងការតម្លៃនេះគឺយើងគ្រាន់តែដាក់លេខកូដបាទអតិថិជនឬក៏លេខកូដបកគោលភ្លើងដែលយើងជាបកគោលភ្លើងរបស់យើងហ្នឹងទៅគឺចេញតម្លៃឲ្យតែម្ដងហើយអញ្ចឹងបងប្អូនចូលទៅក្នុង ACDA បាទអញ្ចឹងនៅពេលដែលបងប្អូនចុចលើកន្លែងណាមួយហើយវាឲ្យដាក់លេខកូដហើយនេះបងប្អូនដាក់លេខកូដសិនមកដាក់លេខកូដហើយបងប្អូនមើលកន្លែងនេះកន្លែងបង់ប្រាក់នេះកន្លែងមួយនេះដាក់ចូលមកបើកម្មវិធីបងប្អូនអត់ដាប់ដែរទេរកកន្លែងពាក្យថាបង់ប្រាក់ហ្នឹងមកបាទអញ្ចឹងបងប្អូនពេលដែលដាក់កន្លែងបង់ប្រាក់ហើយវាមានពាក្យទូទៅដោយស្វ័យប្រវត្តិបាទមានវិក័យបាត់ភ្លើងបាទហើយនឹងធានារ៉ាប់រងអីហើយនេះរបស់ខ្ញុំគឺដោយសារក្រុមហ៊ុននេះគឺជាក្រុមហ៊ុនគិតថាវាជាក្រុមហ៊ុនឯកជនបាទអញ្ចឹងនេះយកពាក្យថាអគ្គិសនីទៅមកបង់វិក័យប័ត្រអគ្គិសនីកម្ពុជាបាទនឹងក្រុមហ៊ុនអគ្គិសនីឯកជនបាទអញ្ចឹងបងប្អូនចុចលើនឹងមកចុចទៅណាអត់ចុចខុសបាទចុចនឹងមកបន្តមកទៀតបងប្អូនតើយកមួយណាបាទដោយសាររបស់ខ្ញុំគឺថាវាជាក្រុមហ៊ុនឯកជនអញ្ចឹងខ្ញុំយកនេះក្រុមហ៊ុនបាទអគ្គិសនីឯកជនអញ្ចឹងនៅស្រុកម៉ាឡៃយើងគឺជាក្រុមហ៊ុនឯកជនអញ្ចឹងបងប្អូននេះឬគណនីដែលមានលុយមកបាទចុចលេខបាទសម្គាល់អ្នកប្រើប្រាស់ហើយលេខសម្គាល់អ្នកប្រើប្រាស់មិញហ្នឹងគឺដូចខ្ញុំប្រាប់អញ្ចឹងគឺកន្លែងលេខកូដបាទអតិថិជនបងប្អូនចុចលើហ្នឹងមកហើយនេះកន្លែងទឹកប្រាក់ហ្នឹងគឺវាបិទនេះវាឲ្យយើងចុចទេបាទទោះបីបងប្អូនដាក់ចង់ចុចលេខមិនក៏វាអត់បានដែរណាតែបងប្អូនដាក់លេខសម្គាល់អតិថិជនឬក៏លេខកូដដែលខ្ញុំប្រាប់ហ្នឹងទៅគឺវាចេញតម្លៃឲ្យស្រេចហើយអញ្ចឹងបងប្អូនមិនច្បាស់អាចមើលវីដេអូនេះសិនបាទអញ្ចឹងបងប្អូនចុចលេខកូដមកលេខកូដរបស់ខ្ញុំគឺមិនមាន53បាទមាន40មាន400បាទហើយ1660នេះគឺជាលេខកូដហើយបើបងប្អូនដាក់លេខកូដខ្ញុំក៏ដាក់ទៅបាទបងលុយខ្ញុំផងបាទហើយកុំដាក់លេខកូដខ្ញុំបាទណាបាទនេះអានេះលេខកូដនឹងមកបន្ទាប់មកទៀតបងប្អូនដាក់លេខកូដចឹងហើយវាអត់ទាន់ចេញទេអញ្ចឹងបើបងប្អូននៅកន្លែងហ្នឹងវាអត់ទាន់ចេញលុយទេចឹងបងប្អូនអាចចុចយល់ព្រមឬក៏ចុចកន្លែងទឹកលុយហ្នឹងមកបាទអញ្ចឹងមិញគឺលុយរបស់ខ្ញុំដែលប្រើភ្លើងអស់ហ្នឹងគឺ16800អញ្ចឹងបងប្អូនចុចលេខហ្នឹងមកបាទចុចវាប៉ះបន្តិចមកលោតតម្លៃមកបាទនេះឃើញទេអញ្ចឹងពេលដែលយើងចុចទៅគឺវាលោតតម្លៃមកតែម្ដងអញ្ចឹងយើងអាចចុចពាក្យថាយល់ព្រមឬក៏ដាក់គោលបំណងអីហួរឲ្យដើម្បីបង់អីក៏បានដែរណាប៉ុន្តែខ្ញុំដាក់ប៉ុណ្្នឹងហើយយើងផ្ទឹងមើលថាលុយហ្នឹងវាត្រូវអត់បាទតាតម្លៃដែលយើងប្រើប្រាស់ហ្នឹងវាត្រូវជាមួយនឹងបាទទៅណៃដែលវាលោតក្នុងអត់បាទបើសិនជាបងប្អូនគាត់ថាត្រូវហើយបងប្អូនចុចយល់ព្រមបាទនេះអញ្ចឹងពេលដែលចុចយល់ព្រមគឺបងប្អូនឃើញហើយនេះឈ្មោះអ្នកប្រើប្រាស់អញ្ចឹងគេប្រាប់ថាឈ្មោះអ្នកប្រើប្រាស់ឈ្មោះបងប្អូនហ្នឹងបាទឈ្មោះបងប្អូនដែលមាននៅលើกระดาษហ្នឹងឈ្មោះអីបាទណាទៅមកទៀតទូទាត់ឲ្យថ្លៃសេវានេះថ្លៃសេវាហ្នឹងគឺគេគិតថែមមួយទៀតបាទថ្លៃសេវាគេយក500រៀលបាទអាហ្នឹងខ្ញុំមិនដឹងថាយកសេវាហ្នឹងគឺមិនដឹងថាគិតទៅតាមទឹកលុយឬក៏គ្រប់សេវាទាំងអស់គេយក500ក៏ខ្ញុំមិនដឹងដែរណាតែបងប្អូនសាកមើលទៅអាហ្នឹងអត់ទាន់បានវេលុយទេណាតែយើងបញ្ជាក់មួយទៀតបានបងលុយណា
ចឹងវាយើងថ្លៃអគិសនីហ្នឹងវា16800ហើយបូកជាមួយនឹង500ទៀតវា17300អញ្ចឹងបើយើងយល់ព្រមហើយបាទចុចមកបញ្ជាក់បាទវាក៏ងាយស្រួលដែរបាទមិនចាំបាច់ឲ្យយើងនឹងទៅឆ្ងាយទេបាទមិនចាំបាច់ឲ្យយើងទៅឆ្ងាយទេគឺយើងណាមួយសុវត្ថិភាពណាមួយថ្លៃសាំងឡានឡើងម៉ូតូអញ្ចឹងទៅវាចម្ងាយពេលយូរណាបាទអញ្ចឹងថ្ងៃហ្នឹងមានប៉ុណ្្នឹងឯង